អ្នកប្រហែលជាធ្លាប់មើលរឿងភ័យរន្ធត់ជាច្រើនប៉ុន្តែរឿងអាថ៌កំបាំងបែបនេះខ្ញុំហ៊ានធានាថាអ្នកមិនធ្លាប់ឃើញឡើយស្បែកជើងមួយគូដែលមើលទៅធម្មតាប៉ុន្តែវាមានអំណាចសម្លាប់មនុស្សដោយគ្មានអ្នកណាដឹងហើយថែមទាំងធ្វើឲ្យអ្នកពាក់បាត់បង់ស្មារតីនិងហេតុផលទាំងស្រុងតើនៅក្នុងស្បែកជើងនោះពិតជាមានវិញ្ញាណអាក្រក់លាក់ខ្លួនឬសានឆៃគឺជាស្ត្រីម្នាក់ដែលចូលចិត្តប្រមូលស្បែកជើងកែងខ្ពស់យ៉ាងខ្លាំងនាងមានការលងស្រឡាញ់ស្បែកជើងរហូតក្លាយជាចំណងចំណូលចិត្តមិនអាចបោះបង់បានប៉ុន្តែថ្ងៃមួយពេលនាងត្រឡប់មកផ្ទះមុនម៉ោងដោយចៃដន្យជីវិតរបស់នាងក៏ចាប់ផ្ដើមធ្លាក់ចូលទៅក្នុងរឿងអាថ៌កំបាំងដ៏គួរឲ្យភ័យខ្លាចដោយចៃដន្យនាងបានឃើញប្តីរបស់ខ្លួនកំពុងលួចមានស្រីផ្សេងហើយអ្វីដែលធ្វើឲ្យនាងឈឺចាប់ជាងនេះគឺស្រីនោះថែមទាំងពាក់ស្បែកជើងកែងខ្ពស់ដែលនាងស្រឡាញ់បំផុតទៀតផងដើម្បីកុំឲ្យកូនស្រីតូចរងរបួសផ្លូវចិត្តសានឆៃក៏សម្រេចចិត្តលែងលះប្តីដោយមិនស្ទាក់ស្ទើរនៅពេលដែលនាងអស់សង្ឃឹមចំពោះជីវិតស្រាប់តែស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកមួយគូបានលេចចូលក្នុងក្រសែភ្នែកគ្រាន់តែឃើញមួយភ្លែតនាងក៏លងចិត្តចំពោះវាភ្លាមប៉ុន្តែនាងមិនដឹងឡើយថាស្បែកជើងមួយគូនេះផ្ទុកទៅដោយអំណាចអាថ៌កំបាំងដ៏គួរឲ្យខ្លាចអ្នកណាក៏ដោយដែលពាក់វានឹងត្រូវធ្លាក់ចូលក្នុងសេចក្តីវិនាសដែលមិនអាចគេចផុតសានឆៃពាក់ស្បែកជើងបណ្ដាសាដោយមិនដឹងខ្លួនហើយវាធ្វើឲ្យនាងកាន់តែស្រស់ស្អាតប៉ុន្តែភ្លាមនោះកូនស្រីរបស់នាងក៏ចង់បានស្បែកជើងមួយគូនោះដែរដែលជាសញ្ញាថាបណ្ដាសាដ៏គួរឲ្យខ្លាចកំពុងចាប់ផ្ដើមបន្ទាប់ពីលួងលោមនិងបញ្ឆោតកូនស្រីឲ្យចូលទៅក្នុងបន្ទប់វិញសានឆៃក៏យកស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកទៅទុកនៅកន្លែងខ្ពស់ដើម្បីការពារកុំឲ្យកូនលួចពាក់ប៉ុន្តែនៅថ្ងៃបន្ទាប់ពេលម្ដាយមិននៅផ្ទះកូនស្រីក៏លួចយកស្បែកជើងនោះចុះមកទោះជាជើងរបស់នាងតូចហើយមិនសមនឹងស្បែកជើងក៏ដោយតែអ្វីដែលចម្លែកនោះគឺពេលឈរមើលខ្លួនឯងក្នុងកញ្ចក់ស្បែកជើងមួយគូនោះបែរជាសមនឹងជើងនាងយ៉ាងអស្ចារ្យមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យនាងមើលទៅស្រស់ស្អាតនិងទាក់ទាញជាងមុនទៀតឃើញរូបរាងរបស់ខ្លួនប្រែប្រួលបែបនេះកូនស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយស្ទើរតែមិនជឿថាមនុស្សនៅក្នុងកញ្ចក់នោះគឺជាខ្លួននាងពិតប្រាកដបណ្ដាសារបស់ស្បែកជើងចាប់ផ្ដើមបង្ហាញឥទ្ធិពលសានឆៃបានឃើញវិញ្ញាណដ៏គួរឲ្យខ្លាចខណៈកូនស្រីរបស់នាងក៏ចាប់ផ្ដើមមានអាកប្បកិរិយាចម្លែកដូចជាត្រូវអំណាចអាថ៌កំបាំងគ្រប់គ្រងដោយមិនទាន់ដឹងថាមានរឿងអ្វីកើតឡើងសានឆៃក៏ប្រញាប់រត់តាមកូនស្រីភ្លាមពេលទៅដល់នាងឃើញកូនស្រីឈរនៅជីដំបូលអគារធ្វើឲ្យនាងភ័យស្ទើរឈប់ដកដង្ហើមសានឆៃរត់ទៅអបជើងកូនយ៉ាងតឹងដើម្បីទាញនាងចេញពីគ្រោះថ្នាក់ប៉ុន្តែកូនស្រីហាក់ដូចជាត្រូវវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋនាងមិននិយាយអ្វីសោះគ្រាន់តែសម្លឹងទៅស្ថានីយ៍រថភ្លើងក្រោមដីនៅមិនឆ្ងាយហើយចង្អុលទៅទីនោះទាំងទឹកមុខពោពេញដោយកំហឹងមុននាងរកឃើញមូលហេតុព្រឹត្តិការណ៍ដ៏រន្ធត់មួយទៀតក៏ចាប់ផ្ដើមជាសំណាងល្អអ្វីដែលបានកើតឡើងទាំងអស់គ្រាន់តែជាសុបិនអាក្រក់ប៉ុណ្ណោះប៉ុន្តែពេលសានឆៃភ្ញាក់ឡើងនាងស្រាប់តែដឹងថាស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកបានបាត់ខ្លួននាងសួរកូនស្រីថាតើបានឃើញស្បែកជើងនោះដែរឬទេប៉ុន្តែកូនស្រីមិនត្រឹមតែមិនឆ្លើយប៉ុណ្ណោះទេថែមទាំងឈរបាំងទ្វារបន្ទប់យ៉ាងរឹងមាំមិនឲ្យនាងចូលទៀតផងអាកប្បកិរិយាបែបនេះកាន់តែធ្វើឲ្យសានឆៃសង្ស័យថាស្បែកជើងត្រូវបានលាក់ទុកនៅក្នុងបន្ទប់នោះដូច្នេះនៅពេលកូនស្រីទៅសាលារៀនសានឆៃក៏លួចចូលទៅស្វែងរកក្នុងបន្ទប់ហើយដោយដែលនាងបានស្មានស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកមួយគូនោះពិតជាត្រូវបានលាក់ទុកនៅទីនោះមែនក្រោយរកឃើញស្បែកជើងបណ្ដាសាវិញសានឆៃបានពាក់វាទៅជួបបុរសដែលនាងចូលចិត្តស្បែកជើងបានធ្វើឲ្យនាងកាន់តែស្រស់ស្អាតនិងទាក់ទាញរហូតធ្វើឲ្យបុរសនោះលងស្នេហ៍យ៉ាងងាយការបានជួបស្នេហាថ្មីធ្វើឲ្យសានឆៃរកឃើញទំនុកចិត្តលើខ្លួនឯងជាស្ត្រីម្ដងទៀតបន្ទាប់ពីចំណាយពេលជាមួយគ្នាពេញមួយយប់នាងទើបតែត្រឡប់មកផ្ទះនៅព្រឹកព្រលឹមពេលចូលជណ្ដើរយន្តនាងបានជួបស្ត្រីចំណាស់ម្នាក់ដែលរស់នៅបន្ទប់ក្រោមដីនិងប្រកបរបររើសអេតចាយគ្រាន់តែឃើញស្បែកជើងពណ៌ផ្កាឈូកដែលសានឆៃកំពុងពាក់ទឹកមុខរបស់ស្ត្រីចំណាស់ក៏ប្រែប្រួលភ្លាមនាងហាក់ដូចជាបានឃើញខ្មោចរួចប្រញាប់ដើរគេចចេញដោយក្តីភ័យខ្លាចសានឆៃមានអារម្មណ៍ថាចម្លែកប៉ុន្តែមិនបានគិតអ្វីច្រើនទេលុះពេលត្រឡប់មកដល់មុខផ្ទះនាងស្រាប់តែឃើញកូនស្រីកំពុងឈររង់ចាំនាងនៅមាត់ទ្វារដោយឥទ្ធិពលរបស់ស្បែកជើងបណ្ដាសាកូនស្រីប្រែជាមនុស្សម្នាក់ទៀតហើយប្រតែយប្រតបជាមួយម្ដាយដើម្បីដណ្ដើមវាអ្នកចិត្តខាងគិតថាវាគ្រាន់តែជាចំនួនរឿងស្បែកជើងធម្មតាប៉ុន្តែការពិតបណ្ដាសាដ៏គួរឲ្យខ្លាចទើបតែចាប់ផ្ដើមអ្នកចិត្តខាងនិយាយទាំងសាច់ថាវាគ្រាន់តែស្បែកជើងមួយគូប៉ុណ្ណោះមិនចាំបាច់ឆ្លោះគ្នាដល់ថ្នាក់នេះទេប៉ុន្តែភ្លាមនៅពេលនាងក្រឡេកឃើញស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកមួយគូនោះនាងក៏ត្រូវបានវាតាក់ទាញភ្លាមនាងមិនអាចទប់ចិត្តបានក៏លើកប្រអប់ស្បែកជើងបើកមើលយ៉ាងប្រុងប្រយ័ត្នគ្រាន់តែឃើញវាច្បាស់បេះដូងរបស់នាងក៏ចាប់ផ្ដើមលងស្រឡាញ់វាដោយមិនដឹងថាខ្លួនកំពុងធ្លាក់ចូលក្នុងបណ្ដាសាដ៏គួរឲ្យខ្លាចដូចអ្នកដទៃនិយាយចប់ស្ត្រីអ្នកចិត្តខាងក៏ឆក់យកស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូករួចរត់ចេញទៅភ្លាមនាងប្រញាប់ពាក់វាហើយដើរលេងតាមផ្លូវដោយក្តីរំភើបគ្រាន់តែពាក់ស្បែកជើងមួយគូនោះនាងមានអារម្មណ៍ថាខ្លួនឯងក្មេងជាងមុនស្រស់ស្អាតនិងពោពេញដោយភាពទាក់ទាញដូចជាបានវិលត្រឡប់ទៅអាយុ18ឆ្នាំវិញពេលដើរកាត់ហាងលក់រ៉ូបអាពាហ៍ពិពាហ៍នាងក៏ឈប់សម្លឹងរ៉ូបក្នុងកញ្ចក់ហើយចាប់ផ្ដើមស្រមៃថាខ្លួនឯងកំពុងពាក់រ៉ូបកូនក្រមុំដ៏ស្រស់ស្អាតប៉ុន្តែស្រាប់តែនៅពេលនោះសម្លេងចម្លែកមួយក៏លាន់នៅឡើងពីជុំវិញនាងប្រញាប់ងាកមើលឆ្វេងស្ដាំដោយមិនដឹងថាអ្វីដែលកំពុងរង់ចាំនាងនៅខាងមុខគឺជាសេចក្តីស្លាប់ដ៏រន្ធត់អ្នកចិត្តខាងត្រូវវិញ្ញាណអាថ៌កំបាំងសម្លាប់យ៉ាងសាហាវបន្ទាប់ពីពាក់ស្បែកជើងបណ្ដាសាក្រោយកើតហេតុប៉ូលីសបានតាក់ទងសានឆៃឲ្យទៅកំណត់អត្តសញ្ញាណសាកសពដែលធ្វើឲ្យនាងចាប់ផ្ដើមសង្ស័យថាស្បែកជើងមួយគូនោះអាចជាប្រភពនៃគ្រោះមហន្តរាយទាំងអស់នៅកន្លែងដាក់សពក្រៅពីសពអ្នកចិត្តខាងក៏មានគ្រួសារមួយទៀតកំពុងយំសោកយ៉ាងខ្លាំងប៉ូលីសបានប្រាប់សានឆៃថាមិនយូរប៉ុន្មានមុននេះមាននារីវ័យក្មេងម្នាក់ត្រូវបានសម្លាប់យ៉ាងសាហាវនៅស្ថានីយ៍រថភ្លើងក្រោមដីដោយជើងទាំងពីររបស់នាងត្រូវបានកាត់ផ្ដាច់ក្រោយកើតហេតុមានមនុស្សម្នាក់ដែលអះអាងថាជាមិត្តរបស់ជនរងគ្រោះបានមកសួររកស្បែកជើងរបស់នាងឬដូច្នេះសានឆៃក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីនាងប្រញាប់សួរប៉ូលីសភ្លាមថាពេលរកឃើញសាកសពអ្នកចិត្តខាងតើនាងនៅពាក់ស្បែកជើងពណ៌ផ្កាឈូកនោះដែរឬទេសំណួរនេះបានធ្វើឲ្យអាថ៌កំបាំងនៃស្បែកជើងបណ្ដាសាកាន់តែខិតជិតការលាតត្រដាង
ក្រោយព្រឹត្តិការណ៍ស្លាប់ជាបន្តបន្ទាប់សានឆៃដឹងថាស្បែកជើងពណ៌ផ្កាឈូកជាវត្ថុមានបណ្ដាសាពេលនាងត្រឡប់ដល់ផ្ទះវាក៏បានលេចឡើងវិញដោយខ្លួនឯងដូចជាកំពុងរងចាំជនរងគ្រោះបន្ទាប់សានឆៃស្រាប់តែឃើញស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកកំពុងស្ថិតនៅក្នុងដៃកូនស្រីរបស់នាងកូនស្រីអបវីយ៉ាងជាប់មិនព្រមលែងដាច់ខាតដោយខឹងនិងភ័យខ្លាចថាបណ្ដាសានឹងបន្តសានឆៃក៏ទះកំភ្លៀងកូនមួយដៃរួចដណ្ដើមស្បែកជើងមកវិញនាងចង់ស្បែកជើងទាំងពីរជាប់គ្នាហើយយកទៅបោះចោលក្នុងធុងសម្រាមនៅខាងក្រោមអគារសានឆៃគិតថាបើកម្ចាត់ស្បែកជើងនេះចេញម្ដាយនិងកូននឹងអាចរួចផុតពីបណ្ដាសាដ៏គួរឲ្យខ្លាចប៉ុន្តែនាងគិតខុសទាំងស្រុងមិនយូរប៉ុន្មានស្រាប់តែមានសំឡេងច្រៀងចម្លែកលាន់នៅចេញពីបន្ទប់កូនស្រីដោយមានអារម្មណ៍មិនស្រួលសានឆៃក៏ប្រញាប់រត់ទៅបើកទ្វារភ្លាមស្បែកជើងបណ្ដាសាបានត្រឡប់មកវិញដោយអាចកំបាំងហើយបង្កឲ្យកូនស្រីរងគ្រោះធ្ងន់ធ្ងរសានឆៃភ្ញាក់នៅមន្ទីរពេទ្យនិងដឹងថានាងមិនអាចគេចផុតពីបណ្ដាសារបស់ស្បែកជើងមួយគូនោះបានទេសូម្បីតែគ្រូពេទ្យក៏មិនអាចរកឃើញមូលហេតុបានដែរលទ្ធផលពិនិត្យបង្ហាញថារាងកាយរបស់កូនស្រីមិនមានបញ្ហាអ្វីសោះប៉ុន្តែនាងនៅតែសន្លប់មិនព្រមដឹងខ្លួនហើយការចម្លែកដែលកើតឡើងជាបន្តបន្ទាប់ធ្វើឲ្យសានឆៃស្ទើរតែបាក់ទឹកចិត្តនិងចិត្តបាត់បង់ស្មារតីនាងមិនអាចយល់បានថាស្បែកជើងបណ្ដាសាមួយគូនោះគឺនាងជាអ្នករើសបានមុនគេប៉ុន្តែហេតុអ្វីបានជានាងមិនមានអ្វីកើតឡើងខណៈអ្នកជិតខាងបានស្លាប់ហើយកូនស្រីក៏កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ភាពច្របូកច្របល់និងការភ័យខ្លាចបានធ្វើឲ្យសានឆៃចាប់ផ្ដើមសង្ស័យមនុស្សគ្រប់គ្នាសូម្បីតែបុរសដែលនាងកំពុងស្រឡាញ់ក៏ត្រូវនាងសង្ស័យថាប្រហែលជាមានជាប់ពាក់ព័ន្ធនឹងអាចកំបាំងនៃស្បែកជើងបណ្ដាសានេះដែរក្នុងសភាពច្របូកច្របល់សានឆៃស្រាប់តែសង្ស័យអ្វីហើយសួរគេយ៉ាងខ្លាំងថាហើយអ្វីបានជាអ្នកមកផ្ទះខ្ញុំសំណួរនេះធ្វើឲ្យអ្វីស្រឡាំងកាំងនិងមិនយល់ថាមានរឿងអ្វីកើតឡើងបន្តិចក្រោយមកសានឆៃក៏នឹកឃើញទស្សនាវដ្តីមួយដែលអ្វីធ្លាប់យកឲ្យនាងមើលនៅលើទំព័រនោះមានរូបនារីវ័យក្មេងម្នាក់កំពុងកាន់ស្បែកជើងដែលមើលទៅស្រដៀងនឹងស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកយ៉ាងខ្លាំងសានឆៃចាប់ផ្ដើមសង្ស័យថាហេតុការណ៍ដ៏អាថ៌កំបាំងទាំងអស់ប្រហែលជាពាក់ព័ន្ធនឹងនារីដែលមាននៅក្នុងរូបថតនេះប៉ុន្តែអ្វីប្រាប់ថារូបនោះគ្រាន់តែជាទំព័រដែលគាត់ហែកចេញពីទស្សនាវដ្តីប៉ុណ្ណោះហើយគាត់មិនស្គាល់នារីនោះតតែសោះដើម្បីស្វែងរកការពិតអ្នកទាំងពីរក៏សម្រេចចិត្តទៅកាន់ការិយាល័យកាសែតដែលបានបោះពុម្ពទស្សនាវដ្តីនោះដើម្បីស្វែងរកប្រវត្តិរបស់នារីអាថ៌កំបាំងនិងដើមកំណើតនៃស្បែកជើងបណ្ដាសារូបថតនៅក្នុងទស្សនាវដ្តីមានអាយុកាលជាង60ឆ្នាំនិងជារូបអ្នករាំស្រីម្នាក់សានឆៃបន្តស៊ើបអង្កេតដោយទៅជួបស្ត្រីដែលធ្លាប់ស្វែងរកស្បែកជើងហើយនាងក៏ចាប់ផ្ដើមរៀបរាប់ពីហេតុការណ៍អាថ៌កំបាំងដែលបានកើតឡើងនៅស្ថានីយ៍យន្តភ្លើងក្រោមដីស្ត្រីដែលបានឃើញស្បែកជើងនៅស្ថានីយ៍យន្តភ្លើងបាត់បង់មិត្តស្រីរបស់នាងបន្ទាប់ពីមិត្តនោះដណ្ដើមយកស្បែកជើងទន្ទឹមនឹងនេះអ្វីរកឃើញតម្រុយពីកាសែតចាស់ដែលនាំពួកគេខិតកាន់តែចិត្តការពិតអំពីម្ចាស់ស្បែកជើងបណ្ដាសាអ្វីបានរកឃើញថាកាលពីជាង60ឆ្នាំមុនតារារាំប្រុសនិងតារារាំស្រីដ៏ល្បីរបស់ក្រុមរាំមួយបានស្លាប់យ៉ាងអាថ៌កំបាំងអំឡុងពេលសម្ដែងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺទីតាំងក្រុមរាំនោះស្ថិតនៅខាងក្រោយស្ថានីយ៍យន្តភ្លើងដែលជាកន្លែងរកឃើញស្បែកជើងបណ្ដាសាខណៈកំពុងពិនិត្យរូបថតក្រុមសានឆៃស្រាប់តែចាប់អារម្មណ៍ទៅលើរូបរាងមនុស្សចាស់ម្នាក់ដែលឈរនៅជ្រុងរូបថតទោះជារូបភាពមិនសូវច្បាស់ក៏ដោយនាងនៅតែអាចស្គាល់ភ្លាមថាមនុស្សនោះគឺជាស្ត្រីចំណាស់ដែលប្រកបរបររើសអេតចាយនិងរស់នៅបន្ទប់ក្រោមដីដោយគិតថាស្ត្រីចំណាស់រូបនេះដឹងការពិតទាំងអស់សានឆៃក៏ប្រញាប់យកស្បែកជើងកែងខ្ពស់ទៅជួបនាងហើយសួរថាតើកាលពី60ឆ្នាំមុនមានរឿងអ្វីកើតឡើងពិតប្រាកដប៉ុន្តែជំនួសឲ្យការឆ្លើយស្ត្រីចំណាស់គ្រាន់តែសម្លឹងមើលសានឆៃរួចបញ្ចេញស្នាមញញឹមដ៏អាថ៌កំបាំងនិងគួរឲ្យព្រឺព្រួចស្ត្រីចំណាស់មិនព្រមប្រាប់ការពិតភ្លាមទេប៉ុន្តែនាងបានដាក់លក្ខខណ្ឌមួយដែលជាជំហានដ៏សំខាន់ក្នុងការលាតត្រដាងអាថ៌កំបាំងនៃស្បែកជើងបណ្ដាសាស្ត្រីចំណាស់បានបង្ហើបអតីតកាលដ៏អាថ៌កំបាំងកាលពី60ឆ្នាំមុនអ្នករាំស្រីម្នាក់បានទទួលស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកជាអំណោយអនាមិកដែលជាចំណុចចាប់ផ្ដើមនៃបណ្ដាសាដ៏គួរឲ្យរន្ធត់ការច្រណែនបាននាំឲ្យអ្នករាំស្រីម្នាក់សម្លាប់ស៊ីវយូយ៉ាងសាហាវហើយលួចយកស្បែកជើងពណ៌ផ្កាឈូករបស់នាងការស្លាប់ដ៏អយុត្តិធម៌នេះបានក្លាយជាប្រភពនៃបណ្ដាសាដែលតាមលងអ្នកណាក៏ដោយដែលកាន់កាប់ស្បែកជើងមួយគូនោះដោយសារតែស្លាប់ទាំងអយុត្តិធម៌និងពោពេញដោយគំនុំស៊ីវយូក៏ក្លាយជាវិញ្ញាណអាឃាតប្រលឹងរបស់នាងបានស្ថិតនៅក្នុងស្បែកជើងកែងខ្ពស់ពណ៌ផ្កាឈូកមួយគូនោះដើម្បីរងចាំថ្ងៃសងសឹកក្រោយមកស្ត្រីដែលសម្លាប់ស៊ីវយូបានឡើងជំនួសនាងក្នុងការសម្ដែងប៉ុន្តែនៅពេលពាក់ស្បែកជើងបណ្ដាសាឡើងលើឆាកវិញ្ញាណរបស់ស៊ីវយូក៏ចាប់ផ្ដើមគ្រប់គ្រងរាងកាយនាងត្រូវបង្ខំឲ្យរាំដោយមិនអាចបញ្ឈប់បានរហូតដល់ការសម្ដែងបានប្រែក្លាយទៅជាសោកនាដកម្មដ៏រន្ធត់នៅទីបំផុតវិញ្ញាណរបស់ស៊ីវយូក៏បានសម្លាប់អ្នកដែលធ្លាប់ក្បត់និងធ្វើបាបនាងដោយប្រែក្លាយពួកគេទៅជាបូជានៅលើឆាកសម្ដែងទោះបីជាការសងសឹកបានសម្រេចក៏ដោយគំនុំរបស់ស៊ីវយូនៅតែមិនរលាយបាត់វាបានជាប់នៅក្នុងស្បែកជើងកែងខ្ពស់ជារៀងរហូតសូម្បីតែក្រោយពេលរោមហោះស្រពត្រូវបានវាយកំទេចហើយសាងសង់ជាស្ថានីយ៍យន្តភ្លើងក្រោមដីជំនួសបណ្ដាសានោះក៏នៅតែបន្តតាមលងអ្នកដែលរកឃើញស្បែកជើងមួយគូនោះវិញ្ញាណរបស់ស៊ីវយូនៅតែបន្តលបួងស្ត្រីដែលស្រឡាញ់ភាពស្រស់ស្អាតហើយអ្នកកាន់កាប់ស្បែកជើងទាំងអស់សុទ្ធតែស្លាប់សានឆៃព្យាយាមរំដោះវិញ្ញាណរបស់ស៊ីវយូដោយរកអធិធាតុនិងធ្វើពិធីគោរពប៉ុន្តែបណ្ដាសាមិនទាន់បញ្ចប់នៅឡើយការពិតដ៏ធំត្រូវបានលាតត្រដាងសានឆៃមិនមែនជាជនរងគ្រោះសុទ្ធសាធឡើយប៉ុន្តែនាងក៏មានផ្នែកគំនិតក្នុងខ្លួនអ្វីបញ្ចប់ទំនាក់ទំនងនិងបង្ហើបថាសានឆៃធ្លាប់សម្លាប់ប្តីរបស់ខ្លួនខណៈបណ្ដាសារបស់ស្បែកជើងបានបង្ហាញពីភាពលោភលន់និងចិត្តប្រច័ណ្ឌដែលលាក់នៅក្នុងចិត្តមនុស្សសានឆៃបានបាត់បង់ស្មារតីទាំងស្រុងក្រោយសម្លាប់អ្វីនាងថែមទាំងព្យាយាមសម្លាប់កូនស្រីដើម្បីលាក់អំពើរបស់ខ្លួនប៉ុន្តែកូនស្រីបានរត់គេចខ្លួនខណៈសានឆៃដេញតាមក្នុងសភាពដូចមនុស្សត្រូវបណ្ដាសាគ្រប់គ្រងម្ដាយនិងកូនរត់ដេញតាមគ្នាដោយមិនដឹងខ្លួនថាបានចូលមកដល់ស្ថានីយ៍យន្តភ្លើងក្រោមដីកូនស្រីឃើញម្ដាយកាន់តែខិតជិតក៏ភ័យខ្លាចរហូតដើរថយក្រោយជាបន្តបន្ទាប់ស្រាប់តែរថភ្លើងមួយគ្រឿងបើកមុខយ៉ាងលឿននៅវិនាទីចុងក្រោយសានឆៃដែលនៅសល់មុនសកាជាម្ដាយក៏ប្រញាប់ទាញកូនស្រីចេញពីគ្រោះថ្នាក់បានទាន់ពេល
ប៉ុន្តែអ្នកទាំងពីរហាក់ភ្លេចថានៅពាក់កណ្ដាលអាធ្រាត្រស្ថានីយរថភ្លើងនេះគឺជាកន្លែងដែលពោពេញដោយវិញ្ញាណបណ្ដាសាភ្លាមនោះអំពូលភ្លើងនៅជុំវិញចាប់ផ្ដើមភ្លឹបភ្លែតដោយគ្មានមូលហេតុមួយប៉ព្រិចភ្នែកកូនស្រីដែលទើបតែឈរនៅក្បែរសានឆៃក៏បាត់ខ្លួនទៅដោយអាថ៌កំបាំងដូចជាត្រូវអំណាចអ្វីមួយនាំយកទៅក្នុងភាពវង្វេងស្មារតីសានឆៃស្រាប់តែឃើញរូបកូនស្រីដើរចូលទៅក្នុងផ្លូវរួមក្រំដីដោយមិនបានគិតអ្វីនាងក៏ប្រញាប់រត់តាមភ្លាមប៉ុន្តែនាងមិនដឹងឡើយថានោះគ្រាន់តែជាល្បិចរបស់វិញ្ញាណអាឃាតដែលចង់តាក់ទាញនាងឲ្យធ្លាក់ចូលក្នុងអន្ទាក់ភ្លាមនោះសំឡេងតក់របស់ស្បែកជើងកែងខ្ពស់ក៏លាន់នៅពីខាងក្រោយកាន់តែជិតឡើងទៅពេលនោះសានឆៃដឹងថានាងមិនអាចរត់គេចពីបណ្ដាសានេះបានទៀតទេប៉ុន្តែអ្វីគឺយឺតពេលអស់ហើយទីបំផុតសានឆៃក៏ត្រូវទទួលលទ្ធផលនៃអំពើនិងជំរឿរបស់ខ្លួនដោយបាត់បង់ជីវិតនៅក្នុងស្ថានីយរថភ្លើងក្រំដីចំណែកកូនស្រីរបស់នាងទោះបីជារួចផុតពីសេចក្តីស្លាប់ក៏ដោយប៉ុន្តែចាប់តាំងពីថ្ងៃនោះមកជីវិតរបស់នាងមិនអាចវិលត្រឡប់ទៅដូចដើមបានទៀតឡើយចប់ហើយសម្រាប់រឿងថ្ងៃនេះបើអ្នកចូលចិត្តការសម្រាយរឿងបែបនេះកុំភ្លេចចុច like comment និង subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយសូមអរគុណ